ការពី2ឆ្នាំមុនវឡកកណាតអូនបែងឥឡូវនេះអូនគេវិញម្ដងណាមួយសេវាកម្មនៅក្នុងមន្ទីរពេទ្យក៏ខុសគ្នាដែរភូជាបដូរពេទ្យហើយនេះក៏ជាផ្នែកដែលចែករំលែកទៅកាន់ម៉ាក់ដែលត្រៀមសម្រាប់ផងដែរបើសួរថាកំណត់អូនគេកូនទី2ហ្នឹងតែខ្ញុំភ័យអត់ទាំងអស់គ្នាអើយចានៅតែភ័យដូចដើមភ័យផងអផងហើយអ្វីដែលពិសេសហ្នឹងគឺគិតពីកូននឹងហ្មងហើយកន្លែងនេះវិញប៉ាគេថាប់លើកទឹកចិត្តខ្ញុំមិនដឹងថាថាប់តាំងពេលណាទេព្រោះមមីមើលគេងលក់បាត់ហើយនៅពេលនេះអត់តន់ស្វាងណាពេទ្យក៏មកដាស់ថាអូចិត្តដល់ម៉ោងសម្រាលហើយអញ្ចឹងហើយមមីក៏រៀបចំខ្លួនដើម្បីជិះលើអតេះរុញហើយកណាត់អូនគេហ្នឹងទាំងអស់គ្នាខ្ញុំក៏បានរើសថ្ងៃវះហើយនឹងម៉ោងវះដូចគ្នាតែក្នុងការរើសវេលារើសម៉ោងហ្នឹងទាំងអស់គ្នាក៏ត្រូវតែឆែកទៅលើតងសុករបស់កូនចាស់ឬនៅមួយទៀតពាក់ព័ន្ធជាមួយនឹងអាយុរបស់គាត់ផងមិនមែនចេះតែកូននៅខ្ចីឯងចេះតែវះតាមអំពើចិត្តទេណាមិនតែពេទ្យខាងអគិតក៏គាត់អត់ recommend ដែរនិយាយទៅអាយុគាត់តន់គ្រប់គឺគាត់អត់ឲ្យវះតែម្ដងនេះគឺយើងកាត់ខ្លីៗណាវីដេអូចាហើយប៉ានៅមុខបន្ទប់វះកាត់នេះដើម្បីត្រៀមខ្លួនឲ្យពេទ្យហៅចូលហើយសម្រាប់វីដេអូខ្ញុំឲ្យកូនចៅខ្ញុំថតខ្លះទៅហើយខ្លះទៀតខ្ញុំក៏បានពីវីដេអូបានទីពេទ្យដូចគ្នាពួកគេក៏បានថតឲ្យខ្ញុំអញ្ចឹងចាហើយវគ្គនេះគឺវគ្គប៉ាចូលហើយគឺខ្ញុំកាត់ខ្លីៗមែនតើបើមិនអញ្ចឹងទេវាយូរនាទីអញ្ចឹងបន្ទាប់ពីចាក់ថ្នាំកន្លែងឆ្អឹងខ្នងហើយយើងក៏ចាប់ផ្ដើមស្ពឹកហើយត្រៀមសម្រាលនៃការវះកាត់គឺកំឡុងពេលដែលវះកាត់នឹងគឺយើងអត់ឈឺទេតែគ្រាន់តែយើងមានអារម្មណ៍ថាវារៀងល្វើយអញ្ចឹងហើយកន្លែងនេះគឺប៉ាអើតមើលដោយសារតែអ្នកគ្រូគាត់ឲ្យអើតមើលអូនគេតងសុករំក2ជុំហើយរំពាត់ស្មាទៀតឬក៏គេហៅថាឈៀងអីចឹងណាតើគ្នាចាហើយបន្ទាប់មកគឺយកអូនមកសម្អាតហើយពាក់ស្រោមដៃស្រោមជើងពាក់ខោអាវមកថតមួយម៉ាមីនិងប៉ាអើយអូនពូមីងអើយចាឲ្យទៅធ្វើបន់ម្ដងគឺផ្សងហើយឲ្យកូនកាត់មកពេញលក្ខណៈសម្បត្តិឲ្យកូនមានសុខភាពល្អឲ្យកូនឆ្លាតកូនបកែចឹងណាចាយើងជឿពុកម្ដាយគឺបែបហ្នឹងហើយធ្វើអីគឺគិតដល់កូនមុនគេហើយនៅពេលដែលអូនបានចេញមកនិយាយថាអូនពូមីងស្វាគមន៍អូនដល់ហើយម៉ាម៉ាអូនហាមគេរហូតចង់ឲ្យសូវថតម៉ានេះហើយម៉ាម៉ាក៏អត់សូវចង់ឲ្យនៅចិត្តដែរខ្លាចអ្នកខ្លះគាត់ផ្ដាសាយឬក៏មានជំងឺអីចឹងទៅខ្លាចឆ្លងអូននិយាយចាំទៅម៉ាម៉ាគឺតាម take care ចៅហ្មងហើយកន្លែងនេះទាំងអស់គ្នាបន្ទាប់ពីចេញពីបន្ទប់វះកាត់វិញគេក៏យកខ្ញុំទៅខាងមួយផ្នែកទៀតសម្រាប់មើលថែគឺមានជាលក្ខណៈភួយកម្ដៅឲ្យយើងចឹងណានឹងបែបបត់របស់ពេទ្យព្រោះក្នុងបន្ទប់វះកាត់ខ្ញុំរៀងល្ងាដែរហើយភួយកម្ដៅរបស់គេនឹងដាក់ចេញមកគឺឃុំស្រួលខ្លួនហ្មងហើយបើកភ្នែកមកចាឃើញ2នាក់នេះគឺកាន់តែក្តីសុខទៀតចាពីមុនសមាជិកគឺយើងមានតែ3នាក់ទេឥឡូវយើងមានសមាជិកទី4ហើយអូនបែងចាគេអង្គុយចឹងទៅគេទាមើលរូបប្អូនគេបែងគឺស្រឡាញ់ប្អូនណាអំពុំមិញចានិយាយថាស្រឡាញ់អូនផងចារៀងតូចចិត្តផងដោយសារតែពីមុនគេរៀងតួឯងដល់ពេលឥឡូវមានណាចេញតួទូចមកចំនួនចាដោយសារអូននៅទូចចឹងគេត្រូវ take care អូនទូចជាងហើយនិយាយពីមើលមុខអូនហើយមិនដឹងថានិយាយអីខ្លះទេដឹងតែថាទាតែមើលរូបប្អូនហើយបន្ទាប់មកទៅចាគេក៏យកអូនគេឲ្យមកគេងនៅក្បែរម៉ាមីឲ្យម៉ាមីមើលឲ្យមានកម្លាំងចិត្តអីចឹងណាអូយយាយមែនស្ទើរលេបចង់តែថាលេបចូលពោះវិញបាត់ទេគឺថាអូនអាក្រក់ហ្មងកើតមកសំខាន់ណាអូនកើតមកបានខូចតែមកហៀងទៅអំពុះវិញហើយរៀងចាញ់ហៀបែងមកចំណោចព្រោះថាហៀបែងខូចទាំងពីរហ្មងហើយមិនដឹងថាកូនទី3មិនដឹងថានៅសល់ខូចឲ្យអត់ទេបន្ទាប់ពីខ្ញុំសម្រាប់តាមដានបានប្រហែលជា2-3ម៉ោងអ្នកតើគ្នាគ្រូពេទ្យក៏បានបញ្ជូនខ្ញុំទៅបន្ទប់ President បន្ទប់ហ្នឹងគឺខ្ញុំកក់ដើម្បីសម្រាប់ព្យាបាលថែទាំរយៈពេលដល់ទៅ4យប់5ថ្ងៃអ្នកតើគ្នាហើយកញ្ចប់របស់ខ្ញុំហ្នឹងគឺមានសពគ្រប់បែបយ៉ាងហើយចំទៅគឺមកពេញចិត្តហ្មងចំពោះនើសដែលគេឲ្យនៅមើលថែទាំម៉ាមីហើយនឹង baby ហ្នឹងគឺ24ម៉ោងលើ24ម៉ោងគេឆ្លាស់វេនគ្នាអត់ឲ្យយើងមានអារម្មណ៍ថាឯកាទេអ្នកតើគ្នាចាមានប្តីយើងផងមានអ្នកគ្រូពេទ្យជួយចាំមើលកូនយើងផងនិយាយចាំទៅគឺកក់ក្ដៅធូរម៉ាច់ហ្មងហើយកំឡុងពេល3ថ្ងៃអ្នកតើគ្នាគឺយើងត្រូវសងទឹកនោមជាប់រហូតបន្ទាប់ពីដល់អាសងទឹកនោមនឹងចេញមិនគេឲ្យយើងរៀនដើរហើយប៉ាវិញចាមើលថែម៉ាមីទាំងយប់ទាំងថ្ងៃអើយគ្រប់ពេលវេលាទាំងអស់មកដែរឃ្លាតទេណាឃ្លាតតែពេលដែលថាគាត់ចូលបន្ទប់ទឹកទេហើយអញ្ចឹងអីនេះលោកអើយកើតប្រហែលទៀតក៏បានដែរមានអារម្មណ៍ថាមានទំនុកចិត្តមានអារម្មណ៍ថាមានក្តីស្រឡាញ់មានអារម្មណ៍ថាកក់ក្ដៅនិយាយចាំទៅគឺ full option ហ្មងហើយបើកន្លែងនេះម៉ាក់3អូនតែមិនដឹងថាអូនលួចយំលួចពេបតាំងពីអង្កាលនេះម៉ាក់កំពុងតែនិយាយមើលប៉ានោះដល់ពេលកន្លែងមកមុខអូនអំពូមីងកន្លែងនេះដូចរឿងលួចពេបចាអូយហើយបើកន្លែងនេះវិញចាគឺតាប់មុខតិចចឹងណាគេលោកមានភ្ញៀវមកលេងអត់រកទៅវាមិនសូវស្លេកទេណាចៃដន្យនៅក្នុងអគិតនេះគឺថា fan មីច្រើនសាហាវហើយសម្បីនៅបន្ទប់វះកាត់ក៏មាន fan លេខឃ្លៀកដែរណាអើយនៅក្នុងបន្ទប់ខ្ញុំវិញមិនមែនចាដូរឆ្លាស់គ្នាអ្នកខ្លះ fan គូសិនទៅអ្នកខ្លះ fan លេខខ្លួនទៅអ្នកខ្លះ fan លេខឃ្លៀកនិយាយចាំទៅគឺពួកគាត់ឆ្លាស់គ្នារហូតហើយបើ collagen ដល់ពេលនោះគឺយើងប្រវាយដោះកូនចាដល់ពេលមានណាមូលកម្របមានបានផឹកទេប្តីទាញទៅផឹកបាត់ហើយបើថាដាក់តកកវិញមិនមែនរត់ទៅថាតំណងហើយបងយកវាឆ្ងាញ់មិនរសជាតិអូយក៏អូបពេញក៏អូមាត់រសជាតិវាពពួកត្រួយតែបៃតងបេរីវយូធីហើយនឹងពពួកតពាំងបញ្ជូរក្រហមឈ្ងុយហើយឆ្ងាញ់ខ្លាំងណាស់
collagen នេះខ្ញុំមានធានាដាក់ជីវិតហើយបើប៉ាវិញនិយាយពីថាអត់ល្ងុយទាំងយប់ទាំងថ្ងៃទាំងព្រឹកកុំទៅថាបាន collagen ទប់ឯងមិនដឹងត្រុតត្រោមដល់កម្រិតណាទេសម្រាប់ហ្នឹងមួយថ្ងៃជាងគេភ្ញាក់មកគេញ៉ាំម្ដងជួនកាល2 10 ដប់ក៏មានដែរហើយគេមកមើលថែប្រពន្ធកូនចឹងទៅហើយបើបែងវិញអំពូមីវាថាឃើញគេឆុងទៅដោះគោឲ្យប្អូនហ្នឹងគេធ្វើយកមកវាឆ្លេឆ្លាគេឲ្យឆុងឲ្យលឿននេះចឹងណាតែមើលទៅដូចស្រឡាញ់ប្អូនណាប៉ុន្តែបើម៉ាម៉ាប៉អូនរៀងយូរទេអត់បានហ្មងដាច់ចំណែកហ្នឹងគឺថាបែងហ្នឹងហើយមានណាទៀតទេចឹងមកដល់ពេល13អូនគេត3អត់ឲ្យដឹងហើយមួយទៀតបើទោះជា3កុំឲ្យណាគេនិយាយអីទាំងអស់ហ៊ានតែផ្អាប់គឺបែងងហ្មងដោយទាំងអស់គ្នាឃើញចឹងចាគឺនេះចាំ stand by 24ម៉ោងលើ24ម៉ោងចឹងទៅរៀងម៉ាក់ប៉ាគាត់មានពេលសម្រាប់ខ្លះសំបីតែប្តីខ្ញុំក៏អាចដកឃ្លាសម្រាប់បានមកផ្លែតដែរព្រោះថាគាត់សម្រាប់អត់យូរទេដោយសារត្រូវមើលប្រពន្ធពេលខ្លះមិនមែនមើលកូនទេណាចារវល់គឺប្រពន្ធនេះហ្មងហើយមួយកន្លែងនេះខ្ញុំអត់នឹកស្មានទេគេចេះថតកាន់ដៃប្រពន្ធនេះណាថតទុកអីចឹងហើយជាឃើញចឹងក៏ដាក់ចូលក្នុងវីដេអូ vlog ហ្នឹងទៅឲ្យដឹងថាអូនៅពេលមានអូនគេតែអនុស្សាវរីយ៍ប៉ានិងម៉ាក់មានអីគេខ្លះហើយដូចថាមានអារម្មណ៍ហេវហត់ឈឺធ្នេចឹងក៏លេចមកចេះអីថាបាត់អស់លេងអាភាពឈឺនៅសល់តែកម្លាំងចិត្តក្តីស្រឡាញ់ស្នាមញញឹមចឹងណាហើយមើលអញ្ចឹងអីនេះឲ្យតែឲ្យមានអារម្មណ៍ឈឺធ្នេយ៉ាងម៉េចអូយតើគ្នាដូចខ្ញុំមែននៅពេលដែលឃើញមុខកូនចេញមកនឹកឃើញនៅពេលដែលខ្លួនឯងញ៉ាំអីអត់សូវបានគេងយប់ព្រោះថាយើងញ៉ាំអីវាមិនសូវតមហើយនៅពេលអត់សូវបានគេងយប់ទៀតជាពិសេសអាណិតកូនខ្លោចចិត្តហើយមានអារម្មណ៍ថាខ្លួនឯងរៀងខុសចំពោះកូនហើយពេលខ្លះអាណិតប្តីវិញតាតើអស់គ្នាចៅឲ្យតែប្រពន្ធសុបាយចិត្តធ្វើអីក៏ដោយក៏ធ្វើដែរទាំងវាមិនមែនជាចរិតរបស់គាត់ទេតើអស់គ្នាដល់តែអញ្ចឹងកាន់តែស្រឡាញ់រឿងដែលប្តីខ្ញុំខ្លាចជាងគេនោះគឺរឿងមុជទឹកឲ្យកូនហ្នឹងហើយគឺអ្នកគ្រូពេទ្យគាត់ជាអ្នកចាត់ចែងងូតទឹកឲ្យអូនមកដល់ពេលនេះក៏ប្តីខ្ញុំអត់ទាន់ហ៊ានងូតទឹកឲ្យកូនដែរបើបែងដូចជាត8ខែ9ខែកន្លែងនេះមានណាកាត់អាកន្លែងបែងលាកខោទឹកនោមហ្មងទៅដោយសារនៅពេលនៅពេទ្យអ៊ំពូមីងចាពេលគេលាកខោទឹកនោមពេលអ្នកគ្រូផ្លាស់ខោទឹកនោមហ្នឹងគឺប៉ាមានបានថតជាប់សោះហើយនេះគឺជារូបរាងខោទឹកនោមរបស់អូនណាអ៊ំពូមីងនិយាយទៅ brand នេះគឺ brand របស់អូនទាំងពីរហ្នឹងហ្មងព្រោះឈ្មោះអូនគឺផ្ដើមដោយអក្សរផានេះដូចតែ brand អូនទាំងពីរហ្នឹងឯងអញ្ចឹងខោទឹកនោមរបស់អូនក៏ចិត្តចូលដូចគ្នាសារតែវីដេអូនេះរៀងវែងដែរហើយទាំងវីដេអូថ្ងៃចុងក្រោយមុនចេញពីពេទ្យជាសម្រាប់លើកទៅវីដេអូបន្ត